តែមានតែបុំតែបន្តគាត់គឺ spell ក៏បាទកណ្ដឹងសាយក spell ឈាមដូចគ្នាបាទតែក្រៅពីហ្នឹងគឺ flicker ចឹងក៏សូមស្វាគមន៍មកកាន់ការប្រកួតរវាង Dark Light Esports បាទជាមួយនឹង Galaxy Legend នៅក្នុងហ្គេមទី1ដែលជាការប្រកួតទី1បាទយើងជាយាមមក បាទជាយាមបាទអាចវាបាទ ពេលនេះចាប់ទួចំចាំថែមមួយស្តានទៀតដូចគ្នាមានការផោកទៅលើជាមួយនឹង Gram ក៏ដូចគ្នាបាទដើម្បី early ឈឺបាទទុំមានអារម្មណ៍ថាបន្ទាប់ពីយើងសម្រាប់បានមួយសប្តាហ៍មានអារម្មណ៍ថា2សប្តាហ៍បាទមានអារម្មណ៍ថាពួកគាត់ដូចរបៀបថានេះឌូអូ mid lane ណាបង បាទ ជាពិសេសយើងចាំមើលតែឌូអូ mid lane ហើយឌូអូ mid lane គឺដែរលេងមួយគ្នាយកមកលេងវាច្រើន Gram គាត់រត់ទៅជួយហ្គោលរហូតទៅសប្តាហ៍នេះមែនសប្តាហ៍នេះសុំតែសប្តាហ៍នេះគឺ Gram គាត់មកលេងជាមួយ stick បាទអាចនិយាយថាបានបើសិនជាឥឡូវប្រឡែងឲ្យ mid នៅម្នាក់ឯងពិបាកក្នុងការ clear ហើយ rotation គឺវេទនាយកមកបាទនៅក្នុងហ្គេមមួយនេះខ្ញុំមើលទៅ boom គាត់ខ emblem របស់គាត់យកខ្វិនតាមឆាច់វិញណាគាត់អត់ដាក់វ៉ាក្រៃអូគាត់យកខ្វិនតាមឆាច់បានតាបាទភាគច្រើនបើសិនជាយូរសងហ្គេមមួយទៀតបាទការប្រកួតការប្រកួតគាត់តាមឆាច់ល្អដែរវាសម្រាប់ពេលដែលយើងវាយគេមួយដៃទៅវាបូក moment speed ដែរអញ្ចឹងណាបាទតែបើលេងមួយយូរសងលេងខ្វិនតាមឆាច់បានតាបាទចាំយើងបានឃើញដែរជាមួយនឹងការប្រកួតរបស់យើងគឺមានការឧបត្ថម្ភពី Infinite Note 50 Series MPL Edition សម្រាប់ game មើលគ្រប់រូបដូចគ្នាជាមួយនឹងល្បឿនគឺល្អមែនទែនជាមួយនឹងសាក់ថ្មក៏លឿនល្បឿនកាយសម្បត្តិដូចគ្នាចាំលេងយើងងាកមកមើល team fight នៅខាងក្រោមវិញជាមួយនឹងការចំមកគៀប fight ទៅលើ boom យកតែម្ដងបាត់បង់ជាមួយនឹង boom បាត់ហើយជាមួយនឹង game មួយនេះគឺ boom គឺគាត់និយាយពិបាកមែនទែនបើសិនជាគេចំមកវាយ lane គាត់គឺអត់មាន level 4គឺយើងពិបាកនៅក្នុងការយកនេះដើម្បីមកក្រែង control objective បាទឥឡូវគាត់ level 3នឹង free control នឹងឲ្យបាទអ្វីដែលសំខាន់នៅក្នុងការប្រកួតឥឡូវខ្ញុំតែងតែគេមុននឹងយក objective គឺគេវាយESP រហូតយកមកគេត្រូវតែព្យាយាមដាក់សម្ពាធទៅលើ experience land ដើម្បីកុំឲ្យមានជាមួយនឹង level 4 មុននឹង total ទី1អញ្ចឹងការធ្វើបែបនេះគឺជោគជ័យខ្លាំងមែនទែនសម្រាប់ Galaxy លេងឲ្យ U2 បាន level 4 អញ្ចឹង U2 គឺវាធំមែនទែនហ្មងពេលដែល control objective ពេលដែលគេបើកអីគឺពិបាកនៅក្នុង team fight ពេលដែល total ទី1មែនទែនបាទណាមួយក៏អាចបើកដេញទៅលើ secret ចេញពី team fight ផងបាទអញ្ចឹងបច្ចុប្បន្នការ1ទៅនឹង0អត់សូវជាបញ្ហាប្រហែលទេណាមួយយើងដឹងហើយពី style ក៏ដូចជា strategy របស់ខាង Galaxy Legend គឺគាត់តែតែព្យាយាមលេងតែ control objective ទេអត់លេងបែបលក្ខណៈ aggressive ទេបាទអូពេលនៅខាងលើមានការរួមញីកែងជើងដូចគ្នាវាយទៅលើវិគីតេសដូចគ្នាប៉ុន្តែឡើងដូចជាមិនទាន់ clear ដាច់នោះទេបាទអូខេអស់ទៅម៉េចបាទខែអស់មានបញ្ហាជាមួយនឹង secret នៅតែអាចតក់ថយបានដូចគ្នាបាទនិយាយទៅលេងម្នាក់មួយឈុតគ្រាន់តែគ្នាដបងព្រោះដោយសារតែមិនទាន់ជាក្តៅដៃអីប្រហែលទេដោយសារតែការប្រកួតនេះគឺជាការប្រកួតនៅក្នុងថ្ងៃសប្តាហ៍ទី4របស់យើងហើយថ្ងៃទី1ហើយគឺជាហ្គេមដបងរបស់គូគាត់ទៀតបាទប្រកួតទី1បាទប្រកួតទី1មានអារម្មណ៍ថាគងគាត់មែនយើងនិយាយថាគូទី1ប្រកួតទី1បាទគូគូប្រកួតបាទអូយអែមខ្លាំងហ្មងខ្លាំងបាទអញ្ចឹងភ្លាមនៅក្នុង early game នេះដូចជាបន្ទុក kill គឺបាន1-0ទេគឺមិនមានការវាយគ្នាអីជាធំដុំទេបាទសម្រាប់ item វិញយើងក៏បានឃើញដូចគ្នាជាមួយនឹង Hard Vicky តែគាត់និយាយទៅ over និយាយទៅតែ Vicky ទេហ្នឹងហើយឃើញគាត់លេង Vicky ទេដែលប្រៀបសភៅមុនបាទគាត់ផ្សេងគេលេង Stallion ណាបាទតាំងចោលដល់មើលដូចគេប្រើ Stallion filter off ហើយវិញអីបើអាច clearណែមើលគាត់ចង់អត់សូវជាចង់ recall ទៅទេគាត់ចង់នៅត្រាំនៅនឹងបានអាចបាទបានជាមួយនឹងកាត់គូដោនបានជាមួយនឹងម៉ានណាបាទអស់លេងបើបាទហើយភ្លាមហូបបើមិញគាត់ងាកចូលទៅជាមួយនឹងលីនគាត់មានការចាយជាមួយនឹង retry យកមកបាទភ្លាមសមាជិករបស់ខាង team Dark Rai គឺគាត់អត់ទាន់ចង់ធ្វើការវាយជាមួយនឹង total ទេភ្លាមបើខាត់ពេលសារល្អមែនខាត់ចង់និយាយថាខាង Dark Rai ខាត់ពេលយកមកកំពុងតែរងចាំគេប៉ុន្តែអ្វីដែលចំណេញគឺលីនបាទលេងគេយកមួយផលមកហើយបាទណាផ្ទះយកតែដល់ចាប់ជាប់បាត់ហើយមិនต้องមានបញ្ហាជាមួយនឹងក្រាមក៏ប៉ុន្តែមានការខ្សែអស់ទៅមែនបាច់ភ្លាមទៅលើលូអេមានការបើកនេះដូចគ្នាមកដែរពី boom នឹងគាត់ណាគេវាយទៅ secret ប៉ុន្តែអត់ពេញ stake នោះទេបាត់បង់ជាមួយនឹង Dark Side បាត់ហើយថតប្រឡែងជាមួយនឹង total ទី2 secure ពី Galaxy Legend បាត់ទៅហើយអូទុក retreat ទៀតហ្នឹងហើយទុក retreat យកជាមួយនឹង creep jungle ហ្នឹងហើយបាទ
មិញបើយើងមើលទៅជាការធ្វេសប្រហែសយកហ្មងដោយសារ map របស់ខាង Galaxy Edition គេយកអស់អា link បាត់អីហ្នឹងបាទអត់នឹងដឹង map របស់ Louis នៅ Midland ហ្នឹងផងបាទគាត់ដឹងឬមួយក៏គាត់ធ្វេសប្រហែសអត់ expect ថាគេនឹងធ្វើការចង់ទេគាត់បាទកលេចទៅមើលក្រាមគាត់ដល់ដើរហួរបាត់ហើយចង់ចាប់ទៅលើវិគីវិញទៅគ្នាមកដែរមានការលោតអត់ទេចាប់ចូលវិគីសោះផ្លិចក៏មកផ្លិចផតបាត់ទៅហើយបាទរត់ចោលគ្នាបាទអញ្ចឹងយើងក៏ផ្លេចដែរជាមួយនឹង Cell Card បាទជាមួយនឹងកញ្ចប់ MLB អ្នកទាំងអស់គ្នាអាចលេងហ្គេមលេង Mobile Legends បានតាមចិត្តក៏ដូចជាទទួលបានជាមួយនឹងពេជ្រនៅក្នុងកញ្ចប់តែមួយតែម្ដងកញ្ចប់ចាំខែទទួលបានជាមួយនឹង235ពេជ្រតម្លៃត្រឹមតែ$6តែម្ដងទទួលបានជាប់តាម Cell Card ដោយគ្រាន់តែចុចផ្កាយ1686ផ្កាយលេខ2ត្រឹមជ្រូកតែប៉ុណ្ណោះបាទផ្លេចអ្នកទាំងអស់គ្នាទៅស្តង់ Cell Card ដើម្បីលេងជាមួយនឹងហ្គេមដើម្បីទទួលបានកាដូទាំងអស់គ្នាបាទមុំជាមរត់ដែរតែមិនគេមកគៀបធម្មតា Fedrin មួយ Alot បាទនិយាយសិតតែ stand ចាក់អូពីការកថេចូលជាមួយនឹងបើដូចគ្នាអាយ៉ាយកបានដែរទេយកបានហើយដាក់ខ្សែឥឡូវគឺសុំទៅ level 9ទេទៅ lin ជាអ្នក lead វិញជាធម្មតា Fedrin ហ្នឹងគឺពិបាក farm មែនតើទៅលើ optic kill 5យឺតបាទតែគាត់ថាគេបានចូលមកក្លុកយកបាទពុទ្ធសាសនា flow របស់ខាង Team Galaxy គឺល្អជាងឥឡូវបើយើងមើលទៅលើសាច់ការប្រកួតមួយនេះបាទអញ្ចឹងគឺសម្រាប់ map របស់ Dark Side គាត់អត់មាន space លេងទេបាទគាត់មាន space លេងទេបាទចឹងការប្រកួតនៅទី1នេះគឺសម្រាប់ Dark Side គឺគាត់អត់មាន space នៅក្នុងការ farm ទី1ទី2objective ក៏គេយកអស់បាទ goal ក៏គេចាប់ផ្ដើម lead ផងដែរក៏ដូចជា lead ទាំង goal lead ទាំង kill បាទអញ្ចឹង total ទី3គឺជា total ដែរគួរសម្រាប់ចិត្តថាអាចនឹងធ្វើការចូលឬមួយក៏មិនចូលបាទព្រោះតាមប៉ាត់គាត់មានយូរ2វិនាទីនេះគាត់អាចនឹងធ្វើការប្លេងឲ្យបាទប្លេងហ្នឹងបងអត់មាន level ចូលផងណាព្រោះទី1 level ទូជាងទី2អត់មាន map បាទណែមួយគាត់ត្រូវការចាំជាមួយនឹង cloud របស់ Vincent បាទដើម្បីពុទ្ធសាស cloud យើងដឹងហើយថា lag ខ្លាំងតែ maintain យកតែម្ដងបាទយកតាមបានឃើញការនេះណាយកតាមបានឃើញstraight របស់ខាង Dark Knight យកមកលេងណាគឺខាង Galaxy ជាអ្នកក្រុមដណ្ដប់ទាំងអស់នៅក្នុងការប្រកួតនេះ Sky វាចូលទៅលើ Secret បាទព្រោះថាហ្គេមនោះអត់មានអាពាក់ការវា Secret ទេហ្នឹងយ៉ាជាប់ក៏ប៉ុន្តែ Sleep ហ្គេមហ្នឹងពាក់បើនេះដេញវាយយកទៅដល់កាដិនសាសអាទីលោតអាទីចេញយកគ្នាចូលគាត់ជាប់ពីរនោះជាមួយនឹងខាងក្រុងនេះមានការដេញលុកទៅលើវិគីសោះជិះម្ដាយវាយទៅដល់ដៃគីបូមវាយមួយទៅដល់យកទៅដល់ Vincent ជាមួយការចូលដល់បាច់រួមនេះការចូលយកទៅដល់ជាមួយការឆាច់វាយម្ដាយនោះទេយកបានវិគីមួយដូចគ្នាជាមួយនឹងការដូរសមាជិកមួយទៅស្មើបាទវិគីមិញមានមកភ្លេចដែរតែព្រមគាត់នៅតែហោះទៅដល់បាទហើយណាមួយមកផ្ទុះសមមិញហ្នឹងគឺផ្ដាច់ជាមួយនឹងវត្តមានរបស់វិគីយកតែម្ដងអញ្ចឹងបំបាច់ជាមួយនឹងពមន់បានហើយនៅក្នុងរយៈពេល8នាទីបន្ទុខៀលគឺ1ទៅ4ក៏ដូចជា goal 3.5k មិញក្លេចទៅមើល team fight មែនមានអ្នកគេ back up មកវិញណាបាទ Goland ខុសគ្នា1000សម្រាប់Vincent គាត់ទៅតែចេញជាមួយនឹង Demon Hunter មួយទេហ្នឹងបាទ item ទី2អាចនឹងចង់បៀលជាមួយនឹង Golden Stars បាទចង់បៀលជាមួយនឹង Golden Stars អូគាត់អត់មានក៏សារសង្ស័យណាគាត់យកដាវខ្មៅមកបាញ់យកមកបាទគាត់យកដាវខ្មៅមកបាញ់ជាមួយនឹងPetrin ហើយជាមួយនឹងនេះបាទGolden Stars អាចនឹងក៏សង្ស័យអាចនឹងចាញ់ Speed Crossbow កន្លះក្បប់អីមុនក៏ល្អ Cloud បើយើងកាត់ទៅត4 item ហ្នឹងបាទត4 item ហើយ4 item ហ្នឹងបើសិនជានៅម្លងពេកគេមាន maximum អីមួយត្រូវ win nature ទៀតបាទតែនេះហេងគេអត់មានជាមួយនឹងនេះទេអត់បាច់ទៅអត់ប្រយោជន៍ទេបងហ្គេមនេះអត់ត្រូវការ winter crown ការប្រកួតនេះគឺអត់ត្រូវការពាក់ជាមួយនឹង Winner Nature Winner Nature ត្រូវការ Winter Crown ត្រូវការព្រោះដោយសារគេសិតតែ Make Magic យើងទៅពាក់ Win មកអត់ប្រយោជន៍បាទអញ្ចឹង Winter Crown គាត់គួរតែចេញនៅក្នុង slot ទី4បាទចុះភ្លាមក្រាមបតអាចមានបញ្ហាលងខ្លួនឯងដូចគ្នាជាមួយការបោកវាយ LT មួយដូចគ្នាដើម្បីជួយខ្លួនឯងប៉ុន្តែដូចជាជួយមិនបានទេមកឆ្កើមកចាក់ដាច់បាត់ហើយជាមួយនឹង Gram God ឡតក៏មានការ spawn ភ្លាមនៅខាងក្រោមគឺមានការចេញ map ពី Vincent ដូចគ្នាជាមួយការអូប៉មនៅខាងក្រោមភ្លាមមានការដូរ trade ហើយដូរ trade ជាមួយនឹង objective ដើម្បីធ្វើការ trade ជាមួយនឹង lot មួយនេះដូចគ្នាខាងលើដូចជាអត់តឃើញជាមួយនឹងសមាជិករបស់ខាង Team Dark Knight ចង់ទៅ clear នោះទេអាចបាត់បងប៉មលើទៀតបាទអាចនិយាយថាបានគឺជាការដដមួយរៀងខាត់មុនដែរតែគាត់មិនអាចចូលទៅយកជាមួយនឹង lot យ៉ាការដាក់ប្រាក់ចំណេញជួយក៏យកធ្វើគេនោះឆាយទីមេប៉ុន្តែមានអារម្មណ៍ថាទៅ stir ភ្លាមជាមួយនឹង boom ដេញ lock ជាប់ជាមួយនឹង CK ប៉ុន្តែវាយអត់ទាន់ពេញ stage ទេបាញ់អាទីវាយទៅលើ boom វិញដូចគ្នាចាប់ខ្លួនក៏មកចំមានការលោតអាទីប្រេក្រោមជើងយកតែម្ដងចាប់ជាប់ start 3 hero បាត់ហើយភ្លាម
killing spree ដែលបញ្ចប់ជីវិតជាមួយនឹង Boom ដូចគ្នា មក flicker របស់ Secret នេះគឺបានសេលជីវិតខ្លួនឯងតែម្ដងបាទហើយយើងក៏ផ្លេចដែរជាមួយនឹង Legend Cinema អញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចង់មកទស្សនាជាមួយនឹងរោងភាពយន្តដែលទំនើបក៏ដូចជាមានអេក្រង់ធំទូលាយផាសុកភាពម៉ាស៊ីនត្រជាក់ក៏ដូចជាមានការពោតញ៉ាំដ៏ឆ្ងាញ់ផងដែរកុំភ្លេចជាមួយនឹងរោងកុន Legend Cinema បាទ តែបើយើងគិតទៅហ្គេមនេះការប៉ັດលូណូច counter ហាត់ណាតែអត់មានលុយ អញនិយាយថាបានទៅតែ អត់មានអីទេភ្លាមមានសិនមកតក់បាច់យកតែម្ដង អូយប្រឡែងឲ្យLouis លេងអាឡុត20ធំហ្នឹង ហ្នឹងហើយហានិភ័យ ព្រោះដោយសារតែការទះមក final slap របស់គាត់ហ្នឹងមើលតន់យកហ្មង Yes ទោះបី Purify ខ្ញុំគិតថាក៏នៅតែទៅដែរ ហ្នឹងហើយ បាទ ចូលតន់ហ្នឹងគឺ យ៉ា យើងមានការ clear ជាមួយនឹង Lord ពីសមាជិករបស់ខាង team Dark Rai Esport ពីនាងក៏មកដល់ជាមួយនឹងមីនា mid lane បើកនាងការពារជាមួយនឹងការ defense ជាមួយនឹង tier 3 trainer mid lane ឆាតទីមេប៉ុន្តែមានអារម្មណ៍ថាឆាតគេមិនឈឺនោះទេបាត់បង់ជាមួយនឹង Boom បាត់ហើយចាប់ជាប់ចាក់ឈើដាក់ចូលតាមទៅលើ stick ទៅជ្រាសមាជិកពីររូបបាត់បង់ជីវិតបាត់ហើយនៅសល់តែ3រូបតែម្ដងក្រាមក៏ Dark Side ក៏ដូចជា Vincent មានការ split pull ចង់យកជាមួយនឹងវាយទៅលើផ្ទះយកតែម្ដងប៉ុន្តែដូចជាអស់មីនាណា បាទមីនៀនណាបាទយកបាន T3 នៅផ្លូវបន្តលេងបានមួយប៉ុន្តែមីនៀនតែបន្តមកដូចគ្នាខាងឡាក់ស៊ីក៏មិនតន់តែណាដែរហ្គេមនេះបាទការពុះនេះអូ បាទការប្រកួតឬមួយក៏វគ្គនេះ អូយចាក់ផ្ទះ final slap បាត់បង់ជីវិតជាមួយនឹងក្រាមក៏ប៉ុន្តែមានការរួមនេះកាយជើងជាមួយនឹងការ clear ទៅលើមីនាប៉ុន្តែ clear មិនដាច់នោះទេគេចាប់ជាប់ជាមួយនឹង Vincent មាន slap ក៏ហមរួចដូចគ្នាបាត់បង់សមាជិក4រូបប៉ុន្តែមានការ spawn មកវិញ2រូបមកវិញដូចគ្នាមកណាពី stick ត្រូវជា move ចូលទៅចាក់ final slap ឆាទីមេកអបាត់ដល់មកបាទ brilliant ក៏ពេលវាប៉ុន្តែគិតថារស់អត់រស់បើរស់ទេវាយដល់ក្នុងប៉មចេញជំនះ game ទី1 Secure 2 Galaxy Legend បាទអូយលឿនណាលឿន